សម្ដេចបវរធិបតីហ៊ុនម៉ាណែតថាកម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយដែលធ្វើឲ្យបាត់បង់ដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជានោះទេសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានលើកឡើងតាមបណ្ដាញសង្គមនៅថ្ងៃទី19ខែតុលានេះដើម្បីឆ្លើយឆ្លងទៅនឹងអត្ថាធិប្បាយមួយចំនួនតាមបណ្ដាញសង្គមដែលបានលើកឡើងថាកិច្ចព្រមព្រៀងបាត់ឈប់បាញ់ថ្ងៃទី28កក្កដាឆ្នាំ2025កន្លងទៅនិងកិច្ចព្រមព្រៀងសន្តិភាពនាពេលខាងមុខគឺជាថ្នូរនឹងការធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីសម្ដេចធិបតីហ៊ុនម៉ាណែតបាននិយាយយ៉ាងដូចនេះថាខ្ញុំសូមបញ្ជាក់ជូនជនរួមជាតិដោយសង្ខេបថាកិច្ចព្រមព្រៀងបាត់ឈប់បាញ់គឺនិយាយអំពីលក្ខខណ្ឌក្រមប្រតិបត្តិនានាដើម្បីបញ្ជាកុំឲ្យមានការបាញ់គ្នាឡើងវិញកិច្ចព្រមព្រៀងសន្តិភាពដែលក្រុងធ្វើនាពេលខាងមុខគឺនិយាយអំពីការរៀបចំលក្ខណៈនិងក្រមប្រតិបត្តិនានាសម្រាប់បង្កើតនិងធានានូវបរិយាកាសអំណោយផលដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះនិងស្ដារឡើងវិញនូវទំនាក់ទំនងរវាងប្រទេសនិងប្រទេសទោះក្នុងកិច្ចព្រមព្រៀងទាំងពីរនេះមិនមាននិយាយអំពីបញ្ហាពាក់ព័ន្ធនឹងទឹកដីឬព្រំដែនក៏មិនមានន័យថាភាគីណាមួយត្រូវយល់ព្រមបោះបង់សិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រងទឹកដីដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់ខ្លួននោះទេការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនគោគឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណៈកម្មាធិការព្រំដែនចម្រុះកម្ពុជាថៃ JBC ហើយដែលត្រូវដោះស្រាយដោយសន្តិវិធីស្របតាមសន្ធិសញ្ញាអនុសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរកម្ពុជានិងថៃសរុបដោយខ្លីខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិថា1កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយដោយរាប់ទាំងកិច្ចព្រមព្រៀងបាត់ឈប់បាញ់និងកិច្ចព្រមព្រៀងសន្តិភាពដែលនឹងធ្វើឲ្យបាត់បង់ដែនអធិបតេយ្យភាពឬបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជានោះទេទី2រាជរដ្ឋាភិបាលកម្ពុជាមិនដែលបានភ្លេចឬបោះបង់កាតព្វកិច្ចនិងសិទ្ធិស្របច្បាប់របស់ខ្លួនក្នុងការការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជានោះដែរ